សួស្តីសេចក្តីអនុគ្រោះនិងសន្តិភាពកម្មវិធីនេះនឹងរយៈពេល30នាទីបន្ទាប់នឹងដូចជាពន្លឺមួយពន្លឺដែលភ្លឺចេញនៅកណ្ដាលភាពងឹតនិងភាពងឹតនៃលោកយៈនេះយើងកំពុងតាមរយៈ Global Grace Missions របស់យើងផ្ដល់សេវាកម្មទៅកាន់ប្រទេសជា130ប្រទេសនៅក្នុង34ភាសាហេតុនេះហើយកម្មវិធីនេះនឹងក្លាយជាពន្លឺប៉ុន្តែមិនមែនជាពន្លឺនៃចានភ្លើងដែលត្រូវបានភ្លើងឡើងទេវាជាពន្លឺរបស់ព្រះយេស៊ូវទ្រង់ផ្ទាល់មានបន្ទូលថាខ្ញុំជាពន្លឺនៃពិភពលោកដូច្នេះថ្ងៃនេះកម្មវិធីរបស់យើងនឹងបំភ្លឺគំនិតចិត្តនឹងការផ្លាស់ប្ដូរវានឹងផ្លាស់ប្ដូរជីវិតព្រោះនេះគឺជាអំណាចដែលព្រះគម្ពីរពិសិដ្ឋមាននៅក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចូលយើងនិយាយអំពីព្រះនាមដែលនៅពីលើព្រះនាមទាំងអស់គឺព្រះយេស៊ូវខ្ញុំជាសាវក Miguel Angelo មកពីព្រះវិហារផ្សាយដំណឹងល្អគ្រីស្ទរស់នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលខ្ញុំស្ថិតនៅទីនេះដើម្បីបំពេញបេសកកម្មមួយដ៏សំខាន់ណាស់ពិតជាសំខាន់ណាស់ព្រះបានរួមបញ្ចូលអ្នកក្នុងពេលនេះដោយសារតម្លៃនិងសារៈសំខាន់នៃបេះដូងរបស់អ្នកនិងជីវិតរបស់អ្នកនៅលើផែនដីនេះព្រះគម្ពីរបាននិយាយថានៅពេលមាននរណាម្នាក់បំភ្លឺចិត្តមានពិធីបុណ្យនៅស្ថានសួគ៌ទេវតានាំគ្នាសប្បាយរីករាយព្រោះមិនមានតម្លៃណាមួយរបស់មនុស្សឬក៏កៈណាមួយនៅលើពិភពលោកនេះអាចបង់សម្រាប់ការសង្គ្រោះជីវិតមួយបានទេដូច្នេះនៅពេលខ្ញុំនិយាយអំពីព្រះអម្ចាស់និងព្រះអង្គជាព្រះអ្នកសង្គ្រោះយើងគ្រប់គ្នាពាក្យអម្ចាស់គឺនេះមានដើមកំណើតពីភាសាក្រិកដើម Kyrios ឬ Despotsk វាបង្ហាញពីទេវតាមួយគត់ដែលមានអំណាចលើគ្រប់យ៉ាងមានចិត្តមេត្តាករុណាស្រឡាញ់សង្គ្រោះនិងសង្គ្រោះគឺព្រះយេស៊ូវព្រះអម្ចាស់យេស៊ូវគ្រីស្ទសម្រាប់ខ្ញុំព្រះអង្គមានសុទ្ធតែជាក់ស្ដែងណាស់ព្រះអង្គបានចេញពីព្រះបន្ទូលព្រះអង្គបានចេញពីព្រះគម្ពីរពិសិដ្ឋហើយបានចូលមកក្នុងបេះដូងខ្មាស់ស្មារតីនិងវិញ្ញាណរបស់ខ្ញុំហើយបានផ្លាស់ប្ដូរជីវិតខ្ញុំឲ្យស្រដៀងនឹងរូបភាពនិងសភាពរបស់ព្រះអង្គហេតុនេះហើយខ្ញុំអាចនៅទីនេះថ្ងៃនេះដើម្បីក្លាយជាសម្លេងរបស់ព្រះសម្រាប់ជីវិតរបស់អ្នកហើយខ្ញុំដឹងថាមនុស្សជាច្រើនពីព្រោះវាជាការព្យាករណ៍ដែលអ្នកកំពុងស្ថិតនៅមុខកុំព្យូទ័រ iPad ឬទូរស័ព្ទដៃរបស់អ្នកដោយគិតថាតើធ្វើដូចម្តេចខ្ញុំអាចធ្វើអន្តរកម្មឬកំពុងធ្វើអន្តរកម្មជាមួយគ្រូសាសនាអ្នកផ្សព្វផ្សាយឬកភិបាលម្នាក់ដែលស្ថិតនៅប្រទេសប្រេស៊ីលល្អហើយនេះគឺជាបច្ចេកវិទ្យាដែលព្រះបានផ្ដល់ឲ្យតាមរយៈវេទិកាផ្សេងដើម្បីឲ្យយើងអាចឈានដល់អ្នកហើយការឈានដល់នេះត្រូវតែជាការឈានដល់ដែលផ្លាស់ប្ដូរជីវិតអ្នកនឹងមិនជាមនុស្សដែលទេនៅពេលខ្ញុំនិយាយថាសេចក្តីគុណនិងសន្តិភាពបញ្ចប់កម្មវិធីរបស់យើងដូច្នេះយើងមកចងចាំអ្វីដែលព្រះគម្ពីរបាននិយាយនៅក្នុងសៀវភៅប៉ូលូទៅកាន់ជនហ្វីលីបភាគទី2ខណ្ឌទី9ព្រះគម្ពីរបាននិយាយថាដូច្នេះព្រះបានលើកសរសើរគាត់យ៉ាងខ្លាំងហើយបានផ្ដល់ឈ្មោះមួយដែលខ្ពស់ជាងគ្រប់ឈ្មោះទាំងអស់ដើម្បីឲ្យនៅឈ្មោះព្រះយេស៊ូវគ្រប់ជង្គង់ទាំងអស់នឹងដួលចុះទាំងនៅស្ថានសួគ៌នៅលើផែនដីនិងក្រោមផែនដីហើយគ្រប់ភាសាទាំងអស់សារភាសាទាំងអស់ត្រូវសារភាពថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអម្ចាស់ដើម្បីសរសើរព្រះដូច្នេះគ្រប់ភាសាទាំងអស់ត្រូវសារភាពមានន័យថាអ្នកណាម្នាក់ដែលចាប់ផ្ដើមមានភាពជិតស្និទ្ធជាមួយព្រះជាម្ចាស់តែមួយនឹងមានអំណាចលើគ្រប់គ្នាអាស្រ័យលើការសារភាពនេះប៉ូលូបានបង្រៀនរួចហើយថាប្រសិនបើយើងសារភាពដោយមាត់របស់យើងហើយជាក្នុងចិត្តថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះអម្ចាស់ហើយគាត់បានរស់ឡើងវិញពីស្លាប់យើងនឹងត្រូវបានសង្គ្រោះ
សង្គ្រោះមានពាក្យបារាំងថាសូទ្រាមកពីភាសាក្រិកមានន័យថាការជួយឲ្យរួចផុតមានន័យថារួចផុតពីអារក្សរួចផុតពីការប្រន្ទាទោសរួចផុតពីអំពើបាបមានភាពជិតស្និទ្ធជាមួយព្រះជាព្រះអម្ចាស់យេស៊ូគ្រីស្ទคล้ายជាព្រះអម្ចាស់ដ៏ពេញលេញគឺ Kyrios អ្នកដែលនឹងគ្រប់គ្រងជីវិតរបស់អ្នកដូច្នេះព្រះគម្ពីរបាននិយាយថាគ្រប់ភាសាទាំងអស់ត្រូវសារភាពថាព្រះយេស៊ូវគឺជាព្រះអម្ចាស់នេះគឺជាឈ្មោះដែលគ្រប់គ្រងអ្វីទាំងអស់ពួកយើងរស់នៅក្នុងពិភពលោកដែលពោរពេញទៅដោយសំឡេងជាច្រើនសំឡេងដែលបញ្ចេញមកសំឡេងដែលបង្កើនសម្ពាធសំឡេងភាគច្រើនសំឡេងទាំងនោះគឺបង្កការច្របូកច្របល់ប៉ុន្តែមានសំឡេងចុងក្រោយមួយដែលប៉ូលូបាននិយាយថាដោយហេតុនេះដែរព្រះបានលើកសរសើរគាត់យ៉ាងខ្លាំងហើយបានផ្ដល់ឈ្មោះមួយឲ្យគាត់ដែលខ្ពស់ជាងគ្រប់ឈ្មោះទាំងអស់ដូច្នេះមានឈ្មោះមួយពេលអ្នកគិតអំពីសាសនានានានៅលើពិភពលោកអ្នកនឹងគិតថាសាសនាទាំងនោះត្រូវបានបង្កើតឡើងដោយមនុស្សឬត្រូវបានបង្កើតឡើងដោយអារក្សដូច្នេះសាសនាទាំងអស់មានឈ្មោះមួយដែលជាមេដឹកនាំសាសនានោះហើយត្រូវបានហៅថាជាព្រះឬជាព្រះជាម្ចាស់ឬជាគ្រូព្រះសាសនានៃសាសនានោះប៉ុន្តែខ្ញុំចង់ប្រាប់អ្នកក្នុងនាមព្រះអម្ចាស់និងព្រះអង្គជាអ្នកសង្គ្រោះរបស់យើងព្រះយេស៊ូវគ្រីស្ទថាមានឈ្មោះមួយដែលខ្ពស់ជាងគ្រប់ឈ្មោះទាំងអស់ឈ្មោះដូច្នេះប្រសិនបើអ្នកយកឈ្មោះទាំងអស់របស់ព្រះជាម្ចាស់គ្រូព្រះសាសនាអ្នកមានអំណាចនិងអ្នកដែលគេហៅថាព្រះសន្យនៅលើផែនដីនេះទៅដាក់ក្នុងវិចិត្រសាលឈ្មោះអ្នកនឹងចាប់ផ្ដើមយកថ្ងៃនេះថាឈ្មោះណាក៏ដោយអាឡេលូយ៉ាឈ្មោះណាក៏ដោយស្ថិតក្រោមឈ្មោះព្រះយេស៊ូវស្ថិតក្រោមអំណាចឈ្មោះព្រះយេស៊ូវគឺខ្ពស់ជាងគេហើយខ្ញុំនឹងប្រាប់អ្នករាល់គ្នាថាព្រះយេស៊ូវគឺខ្ពស់ជាងស្ថានភាពវិបត្តិទាំងឡាយ Brick Time គឺ 0.5 ស្គរខ្ពស់ជាងការភ័យខ្លាច Brick Time គឺ 0.5 ស្គរខ្ពស់ជាងអំណាចមនុស្សលោកគ្រប់យ៉ាង Brick Time គឺ 0.5 ស្អែមិនថាជាអំណាចវិញ្ញាណឬអំណាចបែបណាក៏ដោយ Brick Time គឺ 0.5 គឺត្រូវបានបន្ទាបចុះដើម្បីឲ្យព្រះយេស៊ូវត្រូវបានលើកដំកើងឡើងព្រះអង្គក្លាយជាព្រះម្ចាស់ដ៏សព្វព្រះអំណាចបើព្រះយេស៊ូវជាព្រះម្ចាស់ដ៏សព្វព្រះអំណាចអ្នកអាចសួរថាតើហេតុអ្វីមានតំបន់ខ្លះក្នុងជីវិតដែលព្រះអង្គមិនគ្រប់គ្រងទេតែព្រះគម្ពីរបញ្ជាក់ច្បាស់នៅក្នុងកំណត់ទី11ថាមាត់គ្រប់គ្នានឹងសារភាពថាព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់មាត់គ្រប់គ្នាដូច្នេះមនុស្សគ្រប់រូបទាំងអ្នកដែលត្រូវបានជ្រើសរើសអ្នកដែលត្រូវបានជ្រើសរើសអ្នកដែលត្រូវបានកំណត់ជាមុនអ្នកដែលព្រះគម្ពីរហៅថាជាមស្រូវប្រជាជនរបស់ខ្ញុំកូនក្រមុំរបស់ខ្ញុំមនុស្សទាំងអស់នេះគឺជាគ្រាប់ពូជនៃសេចក្តីសង្គ្រោះមានមាត់មួយដែលបានបង្កើតឡើងដើម្បីទទួលស្គាល់ថាព្រះយេស៊ូវជាព្រះម្ចាស់ខ្ញុំនឹងអានកំណត់ទី11ម្ដងទៀតមាត់គ្រប់គ្នាសារភាពថាព្រះយេស៊ូវគ្រីស្ទជាព្រះម្ចាស់សម្រាប់សេរីល្អរបស់ព្រះដូច្នេះអំណាចដ៏ពេញលេញរបស់ព្រះគ្រីស្ទស្ថិតនៅក្នុងព្រះគម្ពីរព្រះគម្ពីរបង្ហាញអំពីរឿងនេះព្រះគម្ពីរមិនបង្ហាញថាព្រះយេស៊ូវជាជម្រើសមួយទេព្រះអង្គមិនបាននិយាយថាព្រះអង្គជាភ្លើងមួយឬជាការពិតមួយឬជាជីវិតមួយទេមិនមានជម្រើសទេឬអ្នកជារបស់ព្រះគ្រីស្ទ 100% ហើយព្រះអង្គជាព្រះម្ចាស់ឬអ្នកកំពុងបាត់បង់ក្នុងអំពើបាបនិងអំពើអាក្រក់នៅក្រោមការដាក់ទោសនិងការប្រន្ទាទោសព្រះគម្ពីរបង្ហាញព្រះយេស៊ូវថាជាព្រះម្ចាស់នៅក្នុងសៀវភៅកូឡូសេនដែលជាសៀវភៅបន្ទាប់ពីភីលីពេនៅជំពូកទី1ព្រះអង្គបាននិយាយថាព្រះអង្គជារូបភាពនៃព្រះដែលមិនអាចមើលឃើញដូច្នេះពេលស្វែងរកព្រះយេស៊ូវគ្រីស្ទជាអង្គព្រះដែលមើលមិនឃើញទ្រង់ជាបុត្រច្បងនៃអ្វីទាំងអស់ក្នុងទ្រង់អ្វីនៅស្ថានសួគ៌និងផែនដីត្រូវបានបង្កើតទាំងអ្វីដែលមើលឃើញនិងមិនឃើញគឺបង្កើតដោយព្រះយេស៊ូវ
មិនថាជារាជអំណាចអធិការកិច្ចឬអំណាចទេអ្វីទាំងអស់ត្រូវបានបង្កើតតាមរយៈព្រះអង្គនិងសម្រាប់ព្រះអង្គព្រះអង្គស្ថិតមុនអ្វីទាំងអស់ហើយក្នុងព្រះអង្គអ្វីទាំងអស់មានការរឹងមាំយើងទៅកាន់តថាខណ្ឌទី18ព្រះអង្គជាក្បាលនៃរាងកាយគឺសាសនាចក្រព្រះអង្គជាដើមកំណើតព្រះអង្គជាព្រះបុត្រច្បងក្នុងចំណោមអ្នកស្លាប់ទាំងអស់ដើម្បីឲ្យក្នុងអ្វីទាំងអស់ព្រះអង្គមានសិទ្ធិដឹកនាំជាលើកដំបូងដូច្នេះយើងជួបពេលឥឡូវនេះហើយគិតមើលថាតើពាក្យ Primesia មានន័យដូចម្តេចពាក្យ Primesia មានន័យថាជាលើកដំបូងជាក្បាលជាអ្នកស្ថិតនៅលើគេជាព្រះម្ចាស់ដ៏ខ្ពង់ខ្ពស់អ្នកដែលមិនអាចប្រៀបធៀបបានអ្នកដែលមានអំណាចពេញលេញអ្នកដែលជាព្រះដ៏តែមួយអ្នកដែលជា Alpha ជា Omega ជាដើមកំណើតជាចុងបញ្ចប់ជាអ្នកបង្កើតជារូបភាពនៃព្រះដ៏មិនអាចមើលឃើញបានជាព្រះម្ចាស់ដ៏ខ្ពង់ខ្ពស់ជាគ្រូគង្វាលជាមជាសាស្ត្រាចារ្យធំនៃការសារភាពរបស់យើងព្រះអង្គគឺជាគ្រូគង្វាលល្អព្រះអង្គគឺជាព្រះបតាព្រះអង្គគឺជាគ្រាប់ពូជដែលមិនអាចរលួយបានព្រះអង្គគឺជាអ្នកបង្កើតនៃភាពល្អទាំងអស់នៃអំណោយដ៏ល្អឥតខ្ចោះទាំងអស់នៅក្នុងព្រះអង្គមិនមានការប្រែប្រួលនៅក្នុងព្រះអង្គមិនមានស្រមោលនៅក្នុងព្រះអង្គមិនមានការប្រែប្រួលឡើយដូច្នេះសូមគិតមើលខ្ញុំកំពុងប្រាប់អ្នកអំពីរឿងនេះព្រោះខ្ញុំជាសាក្សីផ្ទាល់រស់នៅសរសើរព្រះម្ចាស់ជាសាក្សីរស់របស់អ្នកដែលជាព្រះម្ចាស់ដ៏អស្ចារ្យអ្នកដែលជាព្រះយេស៊ូវគ្រីស្ទខ្ញុំបានប្រឈមមុខនឹងគ្រោះថ្នាក់ធំមួយកាលពីឆ្នាំជាច្រើនមុនខណៈដែលកំពុងបំពេញភារកិច្ចយោធានៅអាហ្វ្រិកខ្ញុំស្ទើរតែជាមនុស្សដែលមិនអាចជួសជុលបានដូចជាផ្លែបន្លែមានការបាក់ឆ្អឹងជាច្រើនមានរបួសធ្ងន់ធ្ងរច្រើនដងត្រូវសម្រាកនៅផ្នែកថែទាំពិសេសនិងវះកាត់ជាច្រើនដល់ថ្នាក់ស្ទើរត្រូវកាត់ជើងមួយខ្ញុំធ្លាប់ជាមនុស្សសាសនាខ្ញុំជាបុរសសាសនាប៉ុន្តែខ្ញុំមិនមានការប្រកបចិត្តនោះទេមិនមានការជឿជាក់នោះទេព្រោះខ្ញុំមិនស្គាល់ព្រះអង្គទេខ្ញុំរស់នៅក្នុងសាសនាគ្រីស្ទបុរាណរយៈពេល21ឆ្នាំហើយមិនដែលមាននរណាម្នាក់និយាយអំពីព្រះយេស៊ូវឲ្យខ្ញុំស្ដាប់ឡើយគេនិយាយអំពីម៉ារីយ៉ានិយាយអំពីទេវតានិយាយអំពីភាពមិនខុសឆ្គងរបស់សម្ដេចប៉ាបនិយាយអំពីស្ថានពិភពបណ្ដោះអាសន្នគេនិយាយអំពីរូបភាពអំពីរូបបូជាប៉ុន្តែមិនមាននរណាម្នាក់ប្រាប់ខ្ញុំថាអ្នកណាជាប្រមុខអ្នកណាជាព្រះម្ចាស់អ្នកណាជាអ្នកមានអំណាចដាច់ខាតអ្នកណាជាអ្នកមិនអាចប្រៀបបាននោះគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គមិនចែករំលែកកាល់អេរីកទេព្រះអង្គគឺជាអ្នកកាន់កាល់អេរីកនៃសេរីល្អដូច្នេះព្រះយេស៊ូវមិនមែនជាផ្នែកមួយនៃជីវិតទេព្រះអង្គគឺជាព្រះម្ចាស់នៃជីវិតនៅក្នុងសៀវភៅវិវរណៈមានសេចក្តីប្រកាសមួយរបស់យ៉ូហាននៅថ្ងៃព្រះម្ចាស់មនុស្សទេវតាម្នាក់បាននិយាយជាមួយគាត់ហើយបង្ហាញឲ្យគាត់ដឹងថាព្រះយេស៊ូវគឺជាព្រះបាទនៃព្រះបាទទាំងអស់គឺជាព្រះម្ចាស់នៃព្រះម្ចាស់ទាំងអស់ដូច្នេះមិនមានការប្រកួតប្រជែងទេមិនមានការប្រកួតប្រជែងឬជម្លោះទេមានតែរដ្ឋាភិបាលអស់កលឹបជានិច្ចតែមួយប៉ុណ្ណោះហេតុនេះហើយបៃបិលបាននិយាយថាភាសាទាំងអស់នឹងសារភាពនឹងដាក់ចុះនឹងប្រកាសថាព្រះយេស៊ូវគឺជាព្រះម្ចាស់យើងត្រឡប់ទៅកាន់សៀវភៅហ្វីលីបភាសាទាំងអស់សារភាពថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះម្ចាស់ដូច្នេះដើម្បីឲ្យនៅព្រះនាមនេះជាពាក្យនៃព្រះម្ចាស់នៅខណ្ឌទី10នៅព្រះនាមព្រះយេស៊ូវឲ្យជង្គង់ទាំងអស់នៅស្ថានសួគ៌នៅលើផែនដីនិងក្រោមផែនដីសុទ្ធតែបោកជង្គង់ចុះដូច្នេះគ្មាននរណាអាចស្រមៃដល់វិមាត្រនៃភាពអស្ចារ្យភាពខ្ពង់ខ្ពស់និងភាពអស្ចារ្យដ៏អស្ចារ្យនោះទេពីការអត់អន់ចិត្តការអាណិតស្រឡាញ់និងអំណាចអធិបតេយ្យរបស់ព្រះដែលព្រះគម្ពីរបញ្ជាក់យ៉ាងច្បាស់ថានៅស្ថានសួគ៌នៅលើផែនដីនិងក្រោមផែនដីនាមទាំងអស់ត្រូវតែបោកជង្គង់ត្រូវតែជង្គង់ចុះនៅមុខព្រះយេស៊ូវជង្គង់ទាំងអស់ត្រូវបោកជង្គង់ភាសាទាំងអស់ត្រូវសារភាពភាសាទាំងអស់ដូច្នេះនេះមិនមែនជាការផ្ដល់យោបល់ទេនេះជាការប្រកាសអស់កលឹបជានិច្ចខ្ញុំមានបទពិសោធន៍នេះផ្ទាល់
ខ្ញុំបានឃើញខ្ញុំជាគ្រូសាសនាអស់រយៈពេល47ឆ្នាំ51ឆ្នាំប្រហែលជាជីវិតគ្រីស្ទានខ្ញុំបានឃើញខ្ញុំជាសាក្សីខ្ញុំសូមនិយាយម្ដងទៀតអំពីភាពខ្ពង់ខ្ពស់របស់ព្រះអំពីព្រះដែលនិយាយព្រះដែលបង្ហាញខ្លួនព្រះដែលបានក្លាយជាមនុស្សព្រះដែលបានស្លាប់លើឆ្កាងកាល់វ៉ារីបានបង់តម្លៃនៃយុត្តិធម៌បានបង់បំណុលព្រះអង្គគឺជាការសម្រេចព្រះហឫទ័យយុត្តិធម៌របស់ព្រះត្រូវបានបំពេញដោយកូនពែបុណ្យបុរាណជាមួយព្រះយេស៊ូវគ្រីស្ទជាមួយការលះបង់របស់ព្រះអង្គបានរស់ព្រះអង្គបានស្លាប់ព្រះអង្គបានរស់ឡើងវិញព្រះអង្គស្ថិតនៅលើកាល់អេរីដូច្នេះពិភពលោកទាំងមូលកំពុងដើរទៅរកពេលវេលាមួយដែលពិសេសណាស់ហើយនេះគឺជាពេលវេលាដែលព្រះបានរៀបចំសម្រាប់ថ្ងៃនេះសម្រាប់គ្រូសាសនាម្នាក់សម្រាប់អ្នកផ្សព្វផ្សាយម្នាក់នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលដើម្បីក្លាយជាសម្លេងរបស់ព្រះហើយប្រាប់ពិភពលោកថាសូមទទួលស្គាល់ថាព្រះយេស៊ូវគ្រីស្ទគឺជាព្រះតែមួយគត់និងជាព្រះម្ចាស់ហើយខ្ញុំចង់ដាស់តឿនអ្នកនិងប្រាប់អ្នកថាសូមសន្តិភាពជាមួយព្រះសូមកោតសំពះមុខនាមនេះសារភាពព្រះអង្គដោយមាត់របស់អ្នកព្រះអង្គនឹងផ្លាស់ប្ដូរជីវិតអ្នកព្រះអង្គនឹងផ្លាស់ប្ដូរចិត្តស្មារតីរបស់អ្នកអត្តសញ្ញាណរបស់អ្នកទង្វើរស់នៅរបស់អ្នកនឹងមានន័យនៃជីវិតអ្នកនឹងមានហេតុផលក្នុងការរស់នៅសូមសារភាពព្រះអង្គសូមនិយាយថាព្រះយេស៊ូវអ្នកគឺជាព្រះម្ចាស់របស់ខ្ញុំអ្នកស្ថិតនៅទីណារហែលជាអ្នកស្ថិតនៅប្រទេសមួយដែលហាមឃាត់ការនិយាយអំពីព្រះគម្ពីរប៉ុន្តែព្រះបន្ទូលបានមកដល់ហើយកំពុងមកដល់អ្នកព្រោះព្រះអង្គជាព្រះដ៏អស្ចារ្យហើយពេលព្រះអង្គចូលមកជ្រៀតចូលមកគ្មាននរណាអាចរារាំងបានទេព្រះអង្គធ្វើអ្នកណាអាចរារាំងព្រះអង្គបានព្រះជាមួយយើងអ្នកណានឹងប្រឆាំងយើងបានដូច្នេះខ្ញុំឃើញរៀងរាល់ថ្ងៃនៃជីវិតខ្ញុំឃើញព្រះអង្គធ្វើការងារពេលខ្លះខ្ញុំឆ្លងកាត់បញ្ហាធំឧបសគ្គធំការប្រយុទ្ធខាងក្រៅការភ័យខ្លាចខាងក្នុងប៉ុន្តែខ្ញុំឈរនៅមុខព្រះម្ចាស់ជាញឹកញាប់មុខបាដីរៀងរាល់ថ្ងៃខ្ញុំធ្វើបែបនេះហើយនៅទីនោះខ្ញុំប្រាប់ថាព្រះម្ចាស់កម្លាំងគ្រប់យ៉ាងរបស់ខ្ញុំមកពីព្រះអង្គក្បិតមាត់សតោព្រះអង្គបំបត្តិសត្រូវអាវុធដែលត្រូវបានបង្កើតមិនអាចឈ្នះបានទីកំពុងរឹងមាំគំនិតបោកប្រាស់និងការអួតអាងត្រូវបានបោះចោលទៅដីមនុស្សអាក្រក់អ្នកបោកប្រាស់អ្នកបន្លំអ្នកឈាមត្រូវបានបំផ្លាញពួកគេត្រូវបានបោះចោលទៅដីនៅមុខសេចក្តីស្ថិតនៅរបស់ព្រះអង្គដែលជាព្រះម្ចាស់នៃម្ចាស់ទាំងអស់ជាព្រះបាទនៃព្រះបាទទាំងអស់ព្រះជាម្ចាស់នោះកំពុងនិយាយព្រះវិញ្ញាណបរិសុទ្ធកំពុងនិយាយព្រះវិញ្ញាណកំពុងដោះលែងការអភ័យទោសសម្រាប់ជីវិតរបស់អ្នកឥឡូវនេះព្រះអង្គកំពុងដោះលែងអ្វីមួយដ៏អស្ចារ្យណាស់ដែលអ្នកកំពុងចាប់ផ្ដើមរស់នៅមានភ្លើងកំពុងឆេះនៅក្នុងឆ្អឹងរបស់អ្នកនោះគឺជាស្ថានភាពនៃព្រះវិញ្ញាណបរិសុទ្ធនោះគឺជាព្រះយេស៊ូវគ្រីស្ទជាព្រះបាទជាអ្នកតែមួយគត់ជាព្រះម្ចាស់ដ៏អធិរាជសូមអរគុណព្រះអង្គជាអ្នកសម្រេចចិត្តព្រះអង្គជាអ្នកជ្រើសរើសអ្នកព្រះអង្គជាអ្នកធ្វើឲ្យកម្មវិធីនេះមកដល់អ្នកដូច្នេះមានមនុស្សខ្លះសារភាពដោយសារជំនឿមានមនុស្សខ្លះសារភាពដោយសារភស្តុតាងមានមនុស្សខ្លះសារភាពដោយសារឈឺចាប់ប៉ុន្តែព្រះគម្ពីរបាននិយាយថាមនុស្សទាំងអស់នឹងសារភាពដូច្នេះប្រធានបទមិនមែនថាព្រះគ្រីស្ទនឹងត្រូវបានទទួលស្គាល់ឬអត់ទេប្រធានបទគឺថាអ្នកកំពុងទទួលស្គាល់ព្រះអង្គឬទេបើពាក្យនេះសន្ធិសញ្ញានេះកិច្ចព្រមព្រៀងនេះនៃសន្យាដ៏ល្អនិងល្អប្រសើរជាងមុនចេញពីបូមាត់ខ្ញុំទៅដល់បេះដូងអ្នកដឹងទេថាហេតុអ្វីអ្នកស្ដាប់ព្រោះអ្នកជាជាមព្រះយេស៊ូវបាននិយាយថាជាមរបស់ខ្ញុំនឹងស្ដាប់សំឡេងរបស់ខ្ញុំមិនថាអ្នកមានសាសនាអ្វីក៏ដោយមិនថាអ្នកស្ថិតនៅទីណាក៏ដោយសំខាន់គឺអ្វីដែលព្រះបានបង្កើតយុទ្ធសាស្ត្ររបស់ព្រះសិទ្ធិអធិបតេយ្យរបស់ព្រះសម្រាប់អ្នកដែលថ្ងៃនេះនឹងទទួលស្គាល់ព្រះអង្គនិងអ្នកណាដែលទទួលស្គាល់ព្រះអង្គថាជាព្រះម្ចាស់និងជាព្រះអង្គសង្គ្រោះអ្នកណាដែលសារភាពព្រះអង្គនោះនឹងរកឃើញជីវិតអ្នកណាដែលប្រឆាំងនោះនឹងជួបប្រទះការផ្ដន្ទាទោសអ្នកណាដែលជឿនឹងត្រូវបានសង្គ្រោះអ្នកមិនជឿនឹងត្រូវដាក់ទោសព្រះអង្គមានអំណាចអាចផ្លាស់ប្ដូរគ្រប់យ៉ាងព្រះយេស៊ូវមិនមែនជាព្រះម្ចាស់នៅលើមេឃតែមួយមុខទេមិនមែនទេព្រះអង្គជាព្រះម្ចាស់ក្នុងជីវិតប្រចាំថ្ងៃអំណាចរបស់ព្រះអង្គបានឈានដល់យើង
បានឈានដល់គំនិតបានឈានដល់បេះដូងការសម្រេចចិត្តជំហានអនាគតអំណាចរបស់ព្រះគ្រីស្ទនេះមិនមែនជាទ្រឹស្ដីទេនេះជាអ្វីដែលផ្លាស់ប្ដូរកន្លែងណាដែលមានការជឿទុកចិត្តមានជីវិតមានភាពស្មោះត្រង់មានការរីកចម្រើនអ្វីទាំងនេះកើតឡើងតែពេលមានការគ្រប់គ្រងរបស់ព្រះយេស៊ូវក្នុងជីវិតយើងប៉ុណ្ណោះព្រោះកន្លែងណាដែលព្រះគ្រីស្ទគ្រប់គ្រងមានសេចក្តីពិតមានរបៀបរៀបរយមានការស្ដារឡើងវិញព្រះអង្គជាព្រះម្ចាស់លើអ្វីទាំងអស់ព្រះគ្រីស្ទជាព្រះម្ចាស់ជា Kyrios ជាព្រះម្ចាស់នៃសេចក្តីជឿជាព្រះម្ចាស់លើអ្វីទាំងអស់លើយើងទាំងអស់គ្នាព្រះអង្គជាព្រះម្ចាស់តែមួយគត់គុំប្រឆាំងនឹងពេលនេះព្រះគ្រីស្ទជាព្រះម្ចាស់ព្រះអង្គនឹងជាព្រះម្ចាស់លើការសម្រេចចិត្តរបស់អ្នកលើជំហានជឿរបស់អ្នកតែព្រះអង្គប៉ុណ្ណោះជាព្រះនិងព្រះអង្គប៉ុណ្ណោះជាព្រះយ៉ាងពិសេសអ្នកនឹងយល់ព្រះអង្គនៅក្នុងពេលវេលាលំបាកទាំងដែលអ្នកបាននិយាយថាហើយឥឡូវនេះខ្ញុំនឹងធ្វើអ្វីតើខ្ញុំនឹងផ្ដល់ទីដៅអ្វីសម្រាប់ជីវិតខ្ញុំតើខ្ញុំនឹងទៅដូចម្ដេចតើខ្ញុំនឹងទៅដល់កន្លែងណាដូច្នេះព្រោះព្រះអង្គជាព្រះម្ចាស់ខ្ញុំមិនត្រឹមតែធ្វើសុន្ទរកថានៅទីនេះទេខ្ញុំកំពុងធ្វើអ្វីមួយតាមព្រះបញ្ជារបស់ព្រះដើម្បីឲ្យអ្នកសារភាពព្រះអង្គទទួលព្រះអង្គហើយអ្នកនិយាយថាព្រះយេស៊ូវចុងក្រោយនេះខ្ញុំបានរកឃើញផ្លូវសេចក្តីពិតនិងជីវិតហើយអណ្ដាតរបស់ខ្ញុំកំពុងសារភាពថាព្រះអង្គជាព្រះម្ចាស់ការងារនេះបានបញ្ចប់រួចរាល់ព្រះបានចង់នឹងកំណត់ឲ្យមានរឿងនេះតាំងពីមុនបង្កើតលោកីព្រោះអ្នកជាអ្នកដែលព្រះជ្រើសរើសជាអត្រួសជាអ្នកដែលបានកំណត់ទុកក្នុងសេចក្តីស្រឡាញ់ហើយថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យនៃការចុះសម្រិតរបស់អ្នកចំពោះព្រះគ្រីស្ទព្រះម្ចាស់នៃម្ចាស់ទាំងអស់ព្រះបាទនៃព្រះបាទទាំងអស់សូមនិយាយជាមួយខ្ញុំថាអាមែនអាមែននិងអាមែនអរគុណខ្ញុំមានអារម្មណ៍ថាព្រះវិញ្ញាណមានបន្ទូលយ៉ាងខ្លាំងដល់គ្រប់បេះដូងក្នុងសារនេះមនុស្សជាច្រើនបានជាសះស្បើយមានសេរីភាពនិងរកឃើញបង្គោលនៃព្រលឹងមនុស្សចាប់ផ្ដើមដឹងថាទោះនៅទីណាក្នុង135ពីប្រទេសជា34ភាសាដែលយើងបានទៅដល់មនុស្សជាច្រើនកំពុងនិយាយថាខ្ញុំមានសេរីភាពខ្ញុំបានជាសះស្បើយនិងរួចផុតពីការបង្ខិតបង្ខំក្នុងចិត្តពីការធ្វើអំពើស្ពែកពីមន្តអាគមអ្នកមានសេរីភាពពីរូបបូជាព្រះគម្ពីរចែងថាមនុស្សសុចរិតរស់ដោយជំនឿឥឡូវនេះប្រសិនបើអ្នកស្ថិតនៅទីនេះនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលខ្ញុំចង់អញ្ជើញអ្នកមកព្រះវិហារជាមួយយើង Christu VV Tristovive រៀងរាល់ថ្ងៃអាទិត្យម៉ោង 9 ព្រឹកនិងម៉ោង 5 ល្ងាចនៅផ្លូវ Marek លេខ 320 សង្កាត់ Campinas តំបន់ខាងលិចនៃទីក្រុង Rio de Janeiro ពួកយើងស្ថិតនៅចន្លោះតំបន់ខាងជើងនិងតំបន់អាគ្នេយ៍តំបន់ខាងលិចនៃទីក្រុង Rio de Janeiro នៅទីនេះមានវិហារធំមួយផ្លូវ Marek លេខ 320 មានវិហារធំមួយមានគម្រោងដ៏អស្ចារ្យរបស់ព្រះនៅទីនេះរស់នៅដោយជំនឿនៅទីនេះគេចាត់ទុកសាសនាប្រកបដោយសុខភាពនៅទីនេះគេចាត់ទុកសាររបស់ព្រះវិន័យសម្រាប់ព្រះវិហាររបស់ជនបរទេសដែលបានប្រកាសដោយពលសូមមកស្គាល់ពួកយើងអ្នកនឹងធ្វើជាជំហានសំខាន់បំផុតក្នុងជីវិតរបស់អ្នកថ្ងៃនេះព្រោះសូមមើលមាននរណាម្នាក់បាននិយាយមួយថ្ងៃហើយខ្ញុំនឹងធ្វើម្ដងទៀតវាជាពាក្យពិបាកមួយប៉ុន្តែខ្ញុំនឹងនិយាយម្ដងទៀតគាត់បាននិយាយនរណាម្នាក់គឺជាអ្នកគិតគូរបាននិយាយថាអំពើអាក្រក់ធំជាងគេដែលមនុស្សម្នាក់មានគឺការរស់នៅលើផែនដីនេះដោយគ្មានព្រះហើយបញ្ចប់ដោយគ្មានព្រះគឺបញ្ចប់នៅក្នុងនរកប៉ុន្តែជាមួយព្រះគឺជាជីវិតអស់កលបជានិច្ចនិងសេរីល្អអស់កលបជានិច្ចយើងខ្ញុំមានលេខទូរស័ព្ទទំនាក់ទំនង2ប្រសិនបើអ្នកមានទូរស័ព្ទដៃសូមទូរស័ព្ទទៅលេខ121 95 127 41 54ចាំយើងឆ្លើយតបលេខទៅ30 17 60 60 021 Rio de Janeiro ប្រទេសប្រេស៊ីលបូក50ភាសាតាក់ទងមកពួកយើងស្ថិតនៅទីនេះដើម្បីក្លាយជាផ្នែកមួយនៃការងារនេះដើម្បីក្លាយជាមិត្តរួមដំណើរដើម្បីក្លាយជាគ្រួសារគឺគ្រួសាររបស់ព្រះនៅលើផែនដីនេះដែលគ្រួសារនេះនឹងពង្រីកខ្លួនយ៉ាងខ្លាំងដល់ថ្នាក់ព្រំដែននឹងពង្រីកយ៉ាងខ្លាំងដូច្នេះឲ្យពិភពលោកទាំងមូលនិយាយថាព្រះយេស៊ូវគឺជាព្រះម្ចាស់យើងនឹងបញ្ចប់កម្មវិធី
ខ្ញុំចង់អរគុណព្រះជាម្ចាស់ដែលបានបំបីខ្ញុំចេញជ្រើសរើសខ្ញុំជាអពូស្តលដែលតូចបំផុតខ្ញុំមិនសមនឹងត្រូវបានហៅថាអពូស្តលទេប៉ុន្តែខ្ញុំស្ថិតនៅទីនេះដោយបេសកកម្មមួយដែលព្រះបានផ្ដល់ឲ្យខ្ញុំអរគុណព្រះជាម្ចាស់ជាព្រះសង្គ្រោះអស់រយៈពេលជិត51ឆ្នាំមកនេះសូមអរគុណសមាជិកសាសនាចក្រដែលបានស្ម័គ្រចិត្តជួយគាំទ្របេសកកម្មនេះព្រះគ្រីស្ទមានព្រះជន្មរស់ខ្ញុំសូមអរគុណក្រុមការងារទូរទស្សន៍របស់ខ្ញុំដែលជាយុវជនមានការបដិញ្ញាមានសេចក្តីស្រឡាញ់ដែលពួកគេបោះបង់ជីវិតរបស់ពួកគេដើម្បីព្រះរាជខ្ញុំសូមអរគុណគ្រួសាររបស់ Rodrigo Ambrose និង Fabian Ambrose កូនក្នុងជំនឿដែលជាម្ចាស់ផ្សារទំនើប Turbo 1000 Villa ML មីស្គួយតែឲ្យពួកគេមានសេចក្តីស្រឡាញ់ដល់ព្រះជាម្ចាស់យ៉ាងខ្លាំងបោះបង់ជីវិតរបស់ពួកគេដើម្បីព្រះរាជនិងផ្ដល់ការគាំទ្រដើម្បីឲ្យព្រះបន្ទូលរត់ឆ្ងាយទៅជុំវិញពិភពលោកសូមឲ្យមានសេចក្តីល្អយើងស្រឡាញ់អ្នកទាំងអស់គ្នាមិត្តស្និទ្ធរបស់ខ្ញុំ Veneto Villarinho និង Claudia Richard និងគ្រួសាររបស់ពួកគេនិងគ្រួសារ Zinsen ខ្ញុំតែងតែប្រាប់ថា Zinsen គឺជាការស្លៀកពាក់ឲ្យសមរម្យពួកគេជាផ្នែកមួយគឺជាអ្នកឧបត្ថម្ភកម្មវិធីនេះដែលបានឈានដល់4ជ្រុងពិភពលោកវាមិនអាចស្រមៃបានទេថាយើងឈានដល់ណាហើយដល់កោះវិជាទៅដល់បាតអាហ្វ្រិកនៅមហាសមុទ្រឥណ្ឌាមហាសមុទ្រអាត្លង់ទិកនៅ4ទ្វីបស្រឡាញ់ណាស់មានរឿងអស្ចារ្យជាច្រើនកំពុងកើតឡើងហើយខ្ញុំសូមអរព្រះគុណចំពោះប្រជាជនក្នុងសាសនាចក្រនិងគ្រួសារទាំងនេះដែលនៅក្បែរខ្ញុំដៃគូដៃដើម្បីយើងនាំព្រះបន្ទូលរបស់ព្រះសូមអរគុណ Veneto សូមអរគុណ Claudio សូមអរគុណ Zinsen របស់យើងកំពុងបញ្ចប់កម្មវិធីរបស់យើងប៉ុន្តែកម្មវិធីនេះបានដាំគ្រាប់ពូជមួយក្នុងបេះដូងរបស់អ្នកសម្រាប់អ្នកដែលជាអ្នកជំនួញសាស្ត្រាចារ្យអ្នកមានសេរីភាពអ្នកគ្រប់គ្រងម្ចាស់ផ្ទះអ្នកចូលនិវត្តន៍អ្នកចូលសម្រាកយ៉ាងពេញលេញយុវជនអ្នកចាស់កម្មវិធីនេះនឹងបន្តលាន់សូរព្រោះពាក្យដែលខ្ញុំបានដាំក្នុងបេះដូងរបស់អ្នកបេះដូងរបស់អ្នកជាដីសម្បូរបែបវាកំពុងចេញមេរោគរួចហើយវាកំពុងចេញមេរោគរួចហើយវាកំពុងផ្ដល់ផ្លែរួចហើយមាន30មាន60មាន100បេះដូងរបស់ខ្ញុំប្រាប់ថានេះជាការពិតវិញ្ញាណរបស់ខ្ញុំសាក្សីថាព្រះយេស៊ូវគឺជាព្រះម្ចាស់ពាក្យដែលបានដាំពាក្យនោះចេញមេរោគពាក្យនោះផ្ដល់ផ្លែដូច្នេះកម្មវិធីបញ្ចប់ប៉ុន្តែពាក្យនឹងបន្តលាន់សូរនិងរត់បន្តទៅព្រោះវាមិនត្រូវបានចង់នោះទេព្រះគុណនិងសន្តិភាពសេចក្តីស្រឡាញ់របស់ខ្ញុំការស្វាគមន៍របស់ខ្ញុំអារម្មណ៍អោបរបស់ខ្ញុំទៅកាន់ពិភពលោកក្នុងព្រះនាមព្រះយេស៊ូវព្រះគុណនិងសន្តិភាព